បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះមានទូកង់ដង់ជាមួយនឹងទូចែកចាយដាក់ចូលគ្នាបងបាទអញ្ចឹងអានេះគឺពូសញ្ញា ABC ហើយបន្ទាប់មកបានទូកង់ដង់ទី1ទី2ទី3អញ្ចឹងមាន3គ្រាប់ហើយនេះជាខួរក្បាល control របស់វាទៅលើ capacitor នៅខាងក្នុងនេះអានេះគឺជាខួរក្បាលសម្រាប់ស្រង់ទៅនៃគីឡូភ្លើងក៏បានហើយមើលយើងអាចមើលតង់ឆុងហើយនឹងប្រេកង់ហើយនៅក្នុងនឹងបានទាំងអស់គឺយើងអាចមើលវាបាននៅក្នុងនឹងបាទអញ្ចឹងយើងមកមើលនៅក្នុងនេះតែម្ដងទៅខាងក្នុងវាអញ្ចឹងបាត់ទូនឹងមួយគឺយើងអាចច្បាច់ចូលគ្នាគឺជាមួយនឹងទូចែកចាយជាមួយនឹងទូកង់ដង់នេះកង់ដង់នៅខាងក្រោយបាទកង់ដង់នៅខាងក្រោយមើលឃើញនេះគឺជាកុងតាក់ទ័រដែលយើងប្រើហ្នឹងហើយនេះជាឌីសុងទ័រសម្រាប់បដាច់នៅកុងតាក់ទ័រទាំងអស់នេះអញ្ចឹងណាហើយនេះគឺមានការថែមជូនការតម្លើងមាន surge arrestor ដែលជាប្រភេទ surge arrestor ទូចុះពី22គីឡូមកបាទអានឹងតាមទូតាមអាគារអីហ្នឹងបាទមិនមែន surge arrestor តាម22គីឡូទេអាហ្នឹងហើយខាងលើនេះដែរគឺការតម្លើងហ្នឹងគឺអាហ្នឹងជាទូចែកចាយអញ្ចឹងមកកណាត់ខាងលើគឺទូចែកចាយហើយមកកណាត់ខាងក្រោមនេះគឺជាទូកង់ដង់អញ្ចឹងគឺខាងភ្ញៀវគាត់បានឲ្យយើងធ្វើបែបនេះជូនគាត់បាទហើយនេះគឺ disjunction គឺវា315 ampere អញ្ចឹងមកទូហ្នឹងបងប្អូនអាចរៀបវាដាក់ចូលគ្នាអញ្ចឹងក៏បានដែរអត់អីទេតែវាសំខាន់ទៅលើទូផងយើងមួយក៏យើងត្រូវការធំត្រូវការ ampere ទូចធំអីចឹងណាបាទនេះគឺជាខួរក្បាលខាងក្រោយដែលយើងតហ្នឹងបាទបងប្អូនអាចមើលតាមហ្នឹងហើយតតាមហ្នឹងក៏បានដែរអត់អីទេតែមានអីទេអានេះវាមានសីមាសម្រាប់ឲ្យយើងមើលដែរបាទមានសីមាអានេះក៏មានដែរបាទអត់អីបងប្អូនមើលទៅអាចរៀបបានតាមហ្នឹងក៏បានគឺយើងស្រួលក្នុងការរៀបចំអញ្ចឹងណាទូនោះគឺកម្ពស់វា1.8 ម៉ែត្របងប្អូនកម្ពស់វា1.8 ម៉ែត្រហើយជម្រៅចូលទៅក្នុងនោះវា60